មានយុវជនម្នាក់ដែលមានចរិតឆេវឆាវនិងឆាប់ខឹងខ្លាំងណាស់ថ្ងៃមួយគាត់បានទៅសួរព្រះសង្ឃចាស់មួយអង្គថាព្រះរង្សីតើខ្ញុំគួរធ្វើដូចម្ដេចដើម្បីគ្រប់គ្រងកំហឹងរបស់ខ្ញុំបានវាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អហើយបំផ្លាញទំនាក់ទំនងខ្ញុំជាមួយអ្នកដទៃព្រះសង្ឃមិនឆ្លើយភ្លាមនោះទេប៉ុន្តែបាននាំយុវជននោះទៅមាត់ស្រះទឹកមួយដ៏ស្ងប់ស្ងាត់ទឹកក្នុងស្រះនោះថ្លាឆ្វេងរហូតមើលឃើញបាតនិងត្រីហែព្រះសង្ឃក៏មានសង្ឃដីកាថាឥឡូវចូលឯងយកដុំធ្នូមួយដុំមកបោះចូលទៅក្នុងស្រះនេះយុវជននោះក៏ធ្វើតាមគាត់បោះដុំធ្នូចូលទៅក្នុងស្រះភ្លាមនោះទឹកដែលធ្លាប់ស្ងប់ស្ងាត់ក៏ប្រែជាមានរលកខ្ចាត់ខ្ចាយនិងល្អក់កករហូតមើលមិនឃើញអ្វីសោះព្រះសង្ឃសួរថាតើឯងមើលឃើញអ្វីខ្លះនៅក្នុងស្រះឥឡូវនេះយុវជនឆ្លើយថាខ្ញុំមើលឃើញត្រឹមតែរលកនិងទឹកល្អប៉ុណ្ណោះខ្ញុំលែងមើលឃើញត្រីឬបាតស្រះទៀតហើយព្រះសង្ឃញញឹមរួចនិយាយថានេះហើយគឺជាកំហឹងរបស់ឯងនៅពេលដែលឯងខឹងចិត្តរបស់ឯងគឺដូចជាស្រះទឹកដែលល្អក់កករនេះដែរវាបំផ្លាញភាពស្ងប់ស្ងាត់និងសន្តិភាពនៅក្នុងចិត្តតែងកំហឹងដែលឯងបញ្ចេញក៏ដូចជាដុំធ្នូដែលឯងបោះចូលទៅក្នុងស្រះដែរវាបង្កើតជាផលវិបាកជាច្រើនដែលឯងមិនអាចគ្រប់គ្រងបានមេរៀននៃរឿងការទប់ចិត្តពីកំហឹងគឺជាភាពរឹងមាំដ៏ពិតប្រាកដកុំឲ្យកំហឹងមកគ្រប់គ្រងជីវិតអ្នកប៉ុន្តែត្រូវប្រើបញ្ញាដើម្បីដោះស្រាយបញ្ហា